នេះក្តាមយ៉ាក់ខ្នាត5គីឡូឡើងនៅក្នុងប្រទេសជប៉ុនណាធំធំចាឲ្យសាច់វាឆ្ងាញ់ណាវាអត់ប្រៃខ្លាំងទេហើយនឹងខ្ញុំយកមកស្រុះទឹកដូចងាវអញ្ចឹងរាល់ដងគឺយើងចំហុយចាអាចចំហុយក៏បានអាំងក៏បានហើយយើងចង់ស្ងោរធ្វើស៊ុបអីក៏បានដែរប៉ុន្តែថ្ងៃនេះគឺនាងខ្ញុំប្រាប់វិធីងាយងាយចាដាំទឹកចាក់ស្រុះដូចងាវអញ្ចឹងទំតែយកមកពីទូទឹកកកចាចេញម្ដងមិនតន់លាយទឹកកកអស់ផងយើងយកមកស្រុះបដ ாய் ហើយញ៉ាំជាមួយនឹងទឹកជ្រលក់បែបជូរអែមហឹរអញ្ចឹងឆ្ងាញ់ខ្លាំងមែនទែនក្តាមយ៉ាក់នេះគឺមិនងាយបានញ៉ាំទេនៅក្នុងប្រទេសជប៉ុននេះចាំមួយឆ្នាំយើងអាចញ៉ាំបានម្ដងពីរដងឬក៏បីដងហើយសាច់វាធំធំណាជ្រលក់ជាមួយទឹកត្រីកោះកុងអីឆ្ងាញ់ខ្លាំងមែនទែនហ្មងឡើងជាតិចាដាក់មួយម៉ាត់ទៅឡើងពេញមាត់ហ្មងណាបងប្អូនហើយក្តាមយ៉ាក់នេះគឺសាច់វាឡើងស្វិតឆ្ងាញ់បែបស្រស់ថ្មីវាអត់មានសោះអត់ជាតិអីទេគេបកមកឡើងស្អាតអញ្ចឹងនៅសាច់ប្រហែល1គីឡូ4ខាំដូចតរៀនយើងបកសាច់ហើយចានៅសបកបន្តិចទេហើយសម្រាប់ការញ៉ាំចាគឺមកប្រអប់នឹងញ៉ាំគ្នា2នាក់ល្មមតែម្ដងហើយបើអតិថិជនរបស់នាងខ្ញុំវិញគាត់សរសើរគ្រប់គ្នាហ្មងថាក្តាមនេះគឺខ្នាតល្អចាហើយរសជាតិវិញឆ្ងាញ់អញ្ចឹងណាចាហើយសម្រាប់ការញ៉ាំថ្ងៃនេះគឺយើងមកជ្រលក់ផ្ទាប់ជាមួយនឹងបន្លែដែរឃើញបងអូនស្រីម្នាក់គាត់នៅស្រុកខ្មែរគាត់ផ្ទាប់ជាមួយសាឡាត់អីអញ្ចឹងណាជាទូទៅពួកយើងញ៉ាំជាមួយនឹងទឹកជ្រលក់ធម្មតាចាទឹកស៊ីអ៊ូវអីអញ្ចឹងទៅតាមបែបជប៉ុនណាចាហើយនេះគឺនេះខ្ញុំបង្ហាញពីវិធីធ្វើហើយបើកមកចេញពីទូទឹកកកមកហ្មងចាដាក់នៅក្នុងទូទឹកកកកន្លែងកកខ្លាំងហើយប្រហែលថ្ងៃនេះគឺយើងអត់មានពេលយកមកធ្វើញ៉ាំចាអញ្ចឹងហើយនឹងខ្ញុំទុកទូទឹកកកសិននេះយើងយកមកតម្រៀបនៅក្នុងខ្ទះតប៉ែតមួយទៅហើយនឹងខ្ញុំបើកភ្លើងកម្ដៅណាហើយបន្ទាប់មកដាំទឹកមួយកសៀវតូចចាក់ចូលទៅហ្មងអត់តលាយទឹកកកអស់ហើយប៉ុន្តែយើងចាក់ទៅបដ ாய் ទៅអត់មានពេលទេព្រោះឯស្វាមីនេះខ្ញុំកំពុងតែងូតទឹកកកសក់ចាហើយថ្ងៃនេះស្វាមីនេះខ្ញុំគាត់ធ្វើការហត់នឿយអញ្ចឹងណាអញ្ចឹងនេះខ្ញុំមកស្រុះក្តាមស្រុះអីរៀបចំបាយទឹកនេះបន្លែណូរ៉ាបូដាំនៅក្នុងព្រិលឥឡូវវាចេញផ្កាយកាត់យកមកចាស្រុះទឹកអញ្ចឹងទៅនិយាយពីផ្អែមឆ្ងាញ់មែនទែនដើមវាហ្នឹងឡងទុនហើយយើងធ្វើទឹកត្រីជ្រលក់បែបនៅស្រុកខ្មែរយើងដែរអញ្ចឹងណាដាក់ម្សៅសាច់ត្រីហើយបើស្ករនឹងខ្ញុំប្រើស្ករសម្រាប់អ្នកទឹកនំផ្អែមនេះយ៉ាងស្ករហ្នឹងគឺអ្នកដែលគាត់លើសជាតិស្ករអីគេញ៉ាំយើងប្រើធ្វើម្ហូបប្រចាំថ្ងៃបានហើយធ្វើបដាឆ្លៀតមកមើលក្តាមបដាចាសាឡាត់គឺយើងល្វីឲ្យអស់ទឹកទៅយើងមានប្រដាប់ល្វីបន្លែឲ្យចេញទឹកពីសាឡាត់ហ្នឹងណាចាអញ្ចឹងយើងញ៉ាំទៅអត់មានទឹកទេអស់ទឹកហ្មងស្ងួតឥឡូវស្វាមីនេះខ្ញុំក៏ចេញមកពីងូតទឹកឲ្យពងស្លៀកពាក់ចាហើយនេះបញ្ញាប់ពេកបើកភ្លើងដាក់លេខ8ហ្មងទៅឲ្យឆាប់ក្តៅហើយយើងស្រង់តិចទៅឲ្យវាអស់ទឹកយកមកដាក់នៅក្នុងចានមួយឬក៏ថាសមួយក៏បានដែរព្រោះអីក្តាមនេះធំខ្លាំងបើសិនតែយើងដាក់នៅក្នុងឆ្នាំងចំហុយចាបិទចិត្តទៅខ្លាចមើលអត់ឃើញខ្លាចស្វិតសាច់អស់ចាក្តាមយ៉ាក់របស់ជប៉ុននេះគឺគេប្រើបច្ចេកវិទ្យាទំនើបបំផុតរបស់ជប៉ុនណាដើម្បីស្រោបទឹកកកពីក្រៅដើម្បីរក្សារសជាតិឲ្យឆ្ងាញ់ចាដូចយើងស្រង់មកពីទឹកភ្លាមហើយស្រុះទឹកឲ្យភ្លាមអញ្ចឹងបងប្អូនចាគ្រាន់តែគេធ្វើហើយគឺគេស្រោបទឹកកកភ្លាមដាក់ចូលកកខ្លាំងមែនទែនហ្មងចាអញ្ចឹងរក្សាភាពឆ្ងាញ់ហើយថ្មីស្រស់ដាក់ជូនបងប្អូនហ្មងសម្រាប់ក្តាមនេះគឺបងប្អូនអាចកំងចេញពីប្រទេសជប៉ុនតាមរយៈ page ទាំងពីររបស់នាងខ្ញុំគឺ Melody Tokyo ហើយនិងលក្ខណៈ Life and Learn នេះស្វាមីនាងខ្ញុំគាត់ចេញមកពីងូតទឹកហើយមកជួយលើកបាយលើកទឹកចារៀបបាយទឹកញ៉ាំទាំងអស់គ្នាចានេះយើងរៀបចំទឹកត្រីកោះកុងយើងហើយហើយនិយាយពីបងប្អូនដាក់កំងក្តាមមកឡើង4-500សាសនេះខ្ញុំឆ្លើយ4-5ថ្ងៃអត់អស់ចានេះប៊ីយ៉ាសុខភាពញ៉ាំដើម្បីរំលាយខ្លាញ់នៅក្នុងគ្រឿងក្នុងមិនមែនជាប៊ីយ៉ាដោយបងប្អូនញ៉ាំដែលស្វឹងនោះទេចាពួកប៊ីយ៉ានេះអត់មានជាតិអាល់កុលទេចាគេហៅប៊ីយ៉ាបែបភេសជ្ជៈប៊ីយ៉ាអញ្ចឹងណាបងប្អូនចាឃើញអាសាញ៉ាំក្តាមអញ្ចឹងមិនមែនថាអភិជនអីទេចាគឺអ្នកលក់ក្តាមហ្មងហ្នឹងចេញពីប្រទេសជប៉ុនហើយមានបងប្អូនច្រើនណានៅក្នុងប្រទេសជប៉ុនក៏ដូចជានៅខាងស្រុកខ្មែរឬក៏បងប្អូនក្រៅប្រទេសចានៅខាងអាមេរិកអូស្ត្រាលីកាណាដាប្រទេសផ្សេងទៀតគាត់កំងយកទៅញ៉ាំនៅស្រុកខ្មែរដែរហើយក្តាមនេះគឺជាប់សបកមកតិចចាគេបកសបកឲ្យស្អាតដោយអ្នកជំនាញតែម្ដងនិយាយទៅវិធីធ្វើរបស់គេគឺពិសេសខ្លាំងមែនទែនចាសម្រាប់យើងប្រើប្រាស់នៅក្នុងកម្មវិធីធំអីដូចថាមិនបាច់ប្រើតកាប់អីគោះចាតម្រាំតបានញ៉ាំក្តាមហ្នឹងគឺវេទនាណាបងប្អូនចាអញ្ចឹងឥឡូវក្តាមនេះរបស់ជប៉ុនគឺគេធ្វើមកឡើងស្អាតអញ្ចឹងតែម្ដងមកដល់បកញ៉ាំងាយខ្លាំងមែនទែនហ្មងរវល់តែរៀបរាប់ច្រើនហ្នឹងអ្នកភ្លក់អស់ឥឡូវហើយបងប្អូនចាញ៉ាំអត់ទាន់ឥឡូវហើយចាដាក់មួយម៉ាត់មើលថាក្តាមហ្នឹងឆ្ងាញ់របៀបម៉េចដែរសាច់ឡើងស្វិតហើយមានជាតិក្នុងហ្នឹងចានិយាយទៅឆ្ងាញ់ដាក់មួយម៉ាត់ហ្នឹងគឺពេញមាត់តែម្ដងនេះគឺជាប្រភេទក្តាមយ៉ាក់ខ្នាត5គីឡូហើយគេពុះវាជា2ចានៅក្នុងមួយប្រអប់ហ្នឹងគឺក្តាមយ៉ាក់មួយចំហៀងគ្រាន់តែថាគេបកសបកឲ្យស្អាតមកអញ្ចឹងណាដូចត្រេនយើងបកសាច់អញ្ចឹងដល់ពេលដែលយើងញ៉ាំយើងអត់ពិបាកបកអីទៀតទេនិយាយទៅដូចនៅក្នុងរូបនឹងមិនគឺអញ្ចឹងហ្មងយកមកគ្រាន់តែស្រុះទឹក
ចា steam ចំហុយឬក៏យើងអាំងយើងស្ងោរអីបានតាមចិត្តទាំងអស់ហើយសម្រាប់ក្តាមដែលបងប្អូនទទួលពីខាងនាងខ្ញុំទៅគឺស្រស់ថ្មីគេស្រុះទឹកឲ្យហើយអញ្ចឹងយកទៅទុកនៅក្នុងទូទឹកកកចារយៈពេលនៃការញ៉ាំឲ្យមានរសជាតិឆ្ងាញ់ខ្លាំងចាតាមដែលជប៉ុនចង់បានហ្នឹងណាគឺ3អាទិត្យចា3សប្តាហ៍2ទៅ3សប្តាហ៍ក្រោយពេលទទួលក្តាមពីនាងខ្ញុំគឺបងប្អូនញ៉ាំឲ្យលឿនកាន់តែល្អចាប៉ុន្តែសួរថាបើទុកទៀតបានអត់ឲ្យតែបងប្អូនទុកចាក្នុងទូទឹកកកត្រជាក់ខ្លាំងត្រឹមដក15អង្សាអីចាឬក៏ដក20អង្សាអីគឺចង់ទុកដល់2ឆ្នាំក្រោយទៀតក៏បានដែរហើយថ្ងៃនេះញ៉ាំក្តាមផងមានផ្ទាប់បន្លែផងចាញ៉ាំបាយផងនិយាយទៅមកប្រអប់នេះញ៉ាំ2នាក់ឡើងហល់មែនតើហ្មងហើយញ៉ាំបន្លែញ៉ាំអីឃើញបងអូនស្រីម្នាក់នៅខ្មែរគាត់ញ៉ាំហើយគាត់ជាអតិថិជនរបស់នាងខ្ញុំដែរចាហើយទៅក៏គាត់ញ៉ាំប្រហាញមានសាឡាត់មានអីចឹងណានឹកឃើញថាអូចង់ញ៉ាំដូចគាត់ដែរឥឡូវនេះចាផ្ទាប់សាកមើលឆ្ងាញ់របៀបមិនដែរញ៉ាំតាមបែបស្រុកខ្មែរចាហើយឆ្ងាញ់របស់គេមែនចានិយាយទៅក្តាមនេះបើថានៅជប៉ុនจะលក់ទឹកស៊ីអ៊ីវធម្មតាចាបើថាយើងញ៉ាំតាមបែបខ្មែរមានទឹកត្រីកោះកុងបែបថាម្ទេសហឹលអីចឹងមកចាប់ជាតិមកបែបចាជូរអែមប្រៃអីចឹងទៅប៉ុន្តែបើយើងធ្វើទឹកជ្រលក់បែបជូរអែមហឹលគឺឆ្ងាញ់ជាងចាដោយសារតែធម្មតាក្តាមយក្សធំនៅក្នុងទឹកសមុទ្រជ្រៅសាច់របស់វាមានជាតិប្រៃតិចៗឯងប៉ុន្តែវាអត់ប្រៃខ្លាំងដោយក្តាមអាឡាស្កាទេក្តាមនេះគេហៅតារ៉ាបាហ្គានីវាខុសពីក្តាមអាឡាស្កានៅខាងអាមេរិកអីនិយាយទៅរូបរាងវាស្តៀងគ្នាដែរប៉ុន្តែវាខុសគ្នាហ្មងបងប្អូនចារសជាតិវាក៏រៀងខុសគ្នាដែរសម្រាប់អតិថិជនរបស់នាងខ្ញុំគាត់សរសើរថាក្តាមនេះឆ្ងាញ់ចាអតិថិជនដែលគាត់បានភ្លក់ក្តាមនៅគ្រប់ប្រទេសចាហើយទាំងនៅខាងស្រុកខ្មែរអីគឺគាត់ភ្លក់អស់ហើយអញ្ចឹងគាត់សរសើរថាក្តាមជប៉ុននេះទីមួយគឺខ្នាតធំល្អសាច់ស្វិតណែនហើយវាបែបថាស្រស់មកអញ្ចឹងហ្មងដឹងតតនីថាមានសាច់ណែនញ៉ាំទៅដឹងឆ្ងាញ់អញ្ចឹងហ្មងណាអត់ភ័យខ្លាចថាអូទិញក្តាមតិចស្រាប់ទៅអត់មានសាច់ញ៉ាំអីខ្សោះអត់ជាតិអីអត់ទេចាគឺមានជាតិរបស់គេពិតអញ្ចឹងហ្មងណាចានេះគឺជាសម្ដីអតិថិជននេះណាបងប្អូនចានាងខ្ញុំគ្រាន់តែនិយាយតាមទេអធិស្ឋានផងបើសិនជានិយាយទៅមានការខុសឆ្គងអីអញ្ចឹងណាសម្រាប់ការដែលអតិថិជនយើងញ៉ាំឲ្យប្រាប់មកអញ្ចឹងគឺអ្នកលក់សប្បាយចិត្តដែរចាសម្រាប់ការកម្មងគឺបងប្អូនធ្វើការកម្មងចំនួន3សប្តាហ៍រងចាំបានក្តាមអញ្ចឹងណាចានេះបកសាច់មើលទាំងអស់គ្នាគឺសាច់ខាងក្នុងវាស្រស់មកអញ្ចឹងហ្មងឃើញសាច់គេឡើងស្វិតហ្មងអត់មានខ្សោះអីណាព្រោះអីក្តាមនេះគឺប្រភេទក្តាមធំហ្មងណាក្តាមយក្សអញ្ចឹងសាច់វារៀងចេញមកស្វិតឆ្ងាញ់ហើយមើលទៅថ្មីឡើងភ្លឺមកអញ្ចឹងហ្មងក្តាមនេះគេកាត់សបកឲ្យយើងជាឡើងស្អាតដោយអ្នកជំនាញរាប់ឆ្នាំមកណាចាហើយសម្រាប់ការដែលគេស្រុះទឹកឲ្យយើងហ្នឹងគឺស្រុះមកល្មមមានរសជាតិនៅឆ្ងាញ់ដដែលរក្សាបែបស្រស់អញ្ចឹងណាហើយក៏ប្រើបច្ចេកវិទ្យាទំនើបខ្លាំងបំផុតរបស់ជប៉ុនគេស្រោបទឹកកកពីខាងយើងយកទៅដល់លាយទឹកកកអស់យើងញ៉ាំបានភ្លាមហ្មងតែបើចង់បានក្តៅហុយដូចនឹងខ្ញុំអញ្ចឹងស្រោះទឹកមួយឆាច់ទៅបានហើយចានេះក្តាមមានតាគៀបធំប៉ុណ្ណានៃគេវះឲ្យយើងហើយស្អាតមកអញ្ចឹងណាគាត់ទៅទាញសាច់ក្តាមចេញមកញ៉ាំយកអញ្ចឹងហ្មងអរគុណច្រើនសម្រាប់ការទស្សនាយើងជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា